សូមស្វាគមន៍ភ្ញៀវកិត្តិយសទាំងអស់មកកាន់កម្មវិធី Synology Partner Innovation Day 2026 បាទអញ្ចឹងជំរាបសួរ partner ទាំងអស់ហើយក៏សូមស្វាគមន៍ដែលបានមកចូលរួមកម្មវិធីរបស់ ECI បាទយើង provide training ធ្វើម៉េចឲ្យ partner ទទួលបាន knowledge ពាក់ព័ន្ធជាមួយ technology ថ្មី តោះលេងយកទៅជួបបងប្អូនទាំងអស់គ្នាសម្រាប់ពេលរៀនចូលរួម Synology Training មួយព្រឹកហ្នឹង អញ្ចឹងចំណុចសំខាន់មួយដែលមាននៅក្នុង Synology DSM បាទគឺ Adaptive FFA នៅក្នុង application នោះมันមាន schedule របស់វាកំណត់ចឹងដែរមិនមែនចឹងណាបង អញ្ចឹងហើយបានជា Synology យើងបង្កើតតែពីការទៅវិវត្តតាមយើងអត់ relay ទៅស្រង់លើវត្តតាមទេ It's